ច្រើនប្រទេសបានចែករំលែកនៅបទពិសោធន៍ឆ្លងកាត់ជីវិតពីគេហៅថាជីវិតជាក្មេងវត្តក្រមកមានឱកាសនៅក្នុងការសិក្សារៀនសូត្រផ្នែកអេតិចហើយក៏បានមានបទពិសោធន៍ធ្វើការនៅថៃក្រុមហ៊ុនធំៗទៀតមែនទេបាទក្រុមហ៊ុនធំទៀតហើយក៏មានបទពិសោធន៍នៅក្នុងការមើលថែម្ដាយដែលមានជំងឺ cancer ហើយឥឡូវនេះមានកូនមួយហើយនៅមើលថែកូនបានបញ្ជូនកូនទៅរៀននៅសាលាបារាំងដែលគិតថាជាសាលាល្អមែនទែនសម្រាប់កុមារនៅស្រុកខ្មែរយើងណាអូខេឥឡូវនេះចង់ឲ្យបណ្ឌិតចែករំលែកជាសារមួយទៅយុវជនដែលមកពីគ្រួសារក្រីក្របើសិនជាមានយុវជនយើងនៅក្នុងគ្រួសារក្រីក្រហើយបើគាត់ចង់មានអនាគតល្អរៀនបានខ្ពង់ខ្ពស់ទៅដល់សាកលវិទ្យាល័យដែរតើបណ្ឌិតមានបលអីមាន comment អីមាន feedback អីសម្រាប់ពួកគាត់បាទសូមអរគុណគ្រូការពិតជាក់ស្ដែងទៅពាក់ព័ន្ធនឹងការសិក្សាវាមិនអាចសន្មត់ចាំបាច់តែកូនអ្នកមានទេប្រសិនបើយើងមានហៅថាការតាំងចិត្តឬក៏គោលបំណងឬក៏ការតស៊ូការសិក្សាជាពិសេសបច្ចុប្បន្នភាពហ្នឹងមានវិធីសាស្ត្រសិក្សាច្រើនមែនទែនតាមទូរស័ព្ទបើសិនជាប្រើទូរស័ព្ទឬក៏តាមប្រព័ន្ធ technology បើសិនមែនទែនអញ្ចឹងសារមួយចង់និយាយថាប្រសិនបើក្មេងៗចំនួនក្រោយឬក៏ដូចជាទំពាំងចំនួនក្រោយហ្នឹងប្រសិនបើគាត់ចង់សិក្សារៀនសូត្រទោះបីកូនស្ថិតនៅក្នុងមជ្ឈដ្ឋានណាក៏ដោយប្រសិនបើមានការតាំងចិត្តនោះក្តីប្រាថ្នានឹងសម្រេចដោយក្តីបំណងដូចជាខ្ញុំជឿដើមតលអញ្ចឹងមិនសមថាបានទីចុងជ្រៅទេក៏ប៉ុន្តែអាចរៀនបានព្រោះអីដោយសារមានការតស៊ូនិងតាំងចិត្តមុតមមក្នុងហៅថា feeling យើងបាទអរគុណបាទបាទសូមអរគុណបងប្អូនពិសេសបងប្អូនយុវជនខ្ញុំចង់ផ្ដល់សារលើកទឹកចិត្តខ្លីតែភ្ជាប់ទៅនឹងសាច់រឿងរបស់បណ្ឌិតគឺការតស៊ូនាំមកនៅជោគជ័យមិនថាយើងមកពី background គ្រួសារក្រីក្របែបណាទេប៉ុន្តែសំខាន់ឲ្យតែមាន feeling មានស្មារតីរឹងមាំនៅក្នុងការតស៊ូនិងការសិក្សាហើយដាក់គោលដៅក្បាលបានខ្ពស់ហើយតស៊ូវាខ្ញុំសង្ឃឹមថាយើងនឹងទទួលបាននៅជោគជ័យក្នុងជីវិតរបស់យើងនៅថ្ងៃណាមួយបាទអញ្ចឹងសូមអរគុណសូមជម្រាបលា